នុកដំកើងចំពុក52អ្នកទុកចិត្តលើព្រះជាម្ចាស់និងអ្នកទុកចិត្តលើទ្រព្យសម្បត្តិអ្នកខ្លាំងពូកែអើយហេតុអ្វីបានជាអ្នកចេះតែអួតអំពីអំពើអាក្រក់របស់ខ្លួនដូច្នេះព្រះជាម្ចាស់មានប្រហារតីស្មោះស្ម័គ្រជានិច្ចរៀងរាល់ថ្ងៃអ្នកតែងតែគិតគូរចង់ប្រព្រឹត្តអំពើទុច្ចរិតពាក្យសម្ដីរបស់អ្នកមុតជាងកំបិតកោទៅទៀតគឺប៉ិនប្រសពខាងបោកបញ្ឆោតណាស់អ្នកចូលចិត្តការអាក្រក់ជាងការល្អហើយចូលចិត្តកុហកជាងនិយាយការពិតអ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេអ្វីដែលអ្នកពោលចេញមកសិតតែអាស្រូវទាំងអស់ហេតុនេះព្រះជាម្ចាស់នឹងបំផ្លាញអ្នករហូតតទៅជាមិនខានព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសម្បែងរបស់ខ្លួនហើយព្រះអង្គនឹងយកអ្នកចេញពីពិភពលោកដែលយើងរស់នៅនេះមនុស្សសុចរិតនឹងឃើញហើយកោតខ្លាចទៀតផងគេនាំគ្នាសើចទាំងពោលថាមើលអ្នកនោះគាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេគាត់ទុកចិត្តលើទ្រព្យសម្បត្តិស្ដុកស្ដំរបស់ខ្លួនហើយស្មានថាខ្លួនខ្លាំងពូកែមកពីមានល្បិចរីឯខ្ញុំវិញខ្ញុំស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចីខ្ញុំពឹងផ្អែកលើព្រះハរតីមេត្តាករុណារបស់ព្រះជាម្ចាស់រហូតតទៅទូបង្គំនឹងសរសើរដំកើងព្រះអង្គជានិច្ចចំពោះកិច្ចការដែលព្រះអង្គបានធ្វើទូបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គនៅចំពោះមុខអស់អ្នកគោរពប្រណិប័តព្រះអង្គព្រោះព្រះអង្គមានព្រះハរតីល្អសប្បុរសទំនុកដំកើងចំពុក53អ្នកជឿព្រះជាម្ចាស់និងពិភពលោកដ៏អាក្រក់មនុស្សឥតគំនិតតែងតែរិះគិតថាគ្មានព្រះជាម្ចាស់ទេពួកគេជាមនុស្សពាលហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃគឺគ្មាននរណាប្រព្រឹត្តអំពើល្អតតែសោះពីឋានបរមសុខព្រះជាម្ចាស់ទតមើលមកនោះលោកក្រែងលោមាននរណាម្នាក់មានប្រាជ្ញាស្វែងរកព្រះអង្គក៏ប៉ុន្តែពួកគេសុទ្ធតែវង្វេងទាំងអស់គ្នាពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយគ្មាននរណាប្រព្រឹត្តអំពើល្អតតែសោះសូម្បីតែម្នាក់ក៏គ្មានផងព្រះជាម្ចាស់មានប្រាប់បន្ទូលថាតើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតពិតជាមិនយល់អ្វីទាំងអស់ឬពួកគេចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើងហើយមិនដែលគោរពបម្រើយើងទាល់តែសោះទោះបីគ្មានមូលហេតុអ្វីគួរឲ្យខ្លាចក៏ដោយក៏គេនាំគ្នាភ័យញាប់ញ័រដែរត្បិតព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវរបស់ប្រជារាស្ត្រព្រះអង្គស្លាប់ចោលឆ្អឹងពួកគេនឹងត្រូវអាម៉ាស់មុខព្រោះព្រះជាម្ចាស់បានកំចាត់កំចាយពួកគេសូមឲ្យព្រះអង្គដែលគង់នៅក្រុងស៊ីយ៉ូនសង្គ្រោះជនជាតិអ៊ីស្រាអែលពេលព្រះជាម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គដែលជាឆ្លើយមកស្រុកវិញកូនចៅរបស់លោកយ៉ាកុបនឹងបានត្រេកអរយ៉ាងខ្លាំងប្រជារាស្ត្រអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់ទំនុកដំកើងចំពុក54សូមរកយុត្តិធម៌ឲ្យទូបង្គំផងអោព្រះជាម្ចាស់អើយសូមសង្គ្រោះទូបង្គំដោយយល់ដល់ព្រះនាមរបស់ព្រះអង្គសូមរកយុត្តិធម៌ឲ្យទូបង្គំដោយយល់ដល់ឫទ្ធានុភាពរបស់ព្រះអង្គអោព្រះជាម្ចាស់អើយសូមស្ដាប់ពាក្យទូលអង្វររបស់ទូបង្គំសូមទាមព្រះការស្ដាប់ពាក្យរបស់ទូបង្គំផងពិតជនបរទេសលើកគ្នាប្រឆាំងនឹងទូបង្គំមនុស្សខូខើចង់ដកជីវិតទូបង្គំចិត្តអ្នកទាំងនោះមិនរវីរវល់នឹងព្រះជាម្ចាស់ទេក៏ប៉ុន្តែព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំព្រះអង្គម្ចាស់នឹងការពារជីវិតខ្ញុំព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំតាមអំពើដែលគេប្រព្រឹត្តសូមគំតិចពួកគេឲ្យវានេះសូនឈឹងទៅដោយយល់ដល់ព្រះハរតីស្មោះត្រង់របស់ព្រះអង្គទូបង្គំនឹងថ្វាយយ៉ាញ់បូជាចំពោះព្រះអង្គដោយស្មោះអស់ពីចិត្តអោព្រះម្ចាស់អើយទូបង្គំនឹងលើកដំកើងព្រះនាមព្រះអង្គព្រោះព្រះអង្គមានព្រះハរតីសប្បុរសព្រះអង្គបានរំដោះទូបង្គំឲ្យរួចផុតពីអាសន្នគ្រប់បែបយ៉ាងហើយទូបង្គំនឹងឃើញខ្មាំងសត្រូវរបស់ទូបង្គំបរាជ័យ